ជម្រាបសួរពុកម៉ែបងប្អូនអ្នកទាំងអស់គ្នាថ្ងៃនេះគឺជាថ្ងៃ14ហើយខែ12ឆ្នាំ2025ហើយខ្ញុំបានមកដល់កោះកេរគឺជាលើកដំបូងសម្រាប់ខ្ញុំហើយតាមការពិតទៅខ្ញុំបានឃើញប្រាសាទកោះកេរនេះច្រើនឆ្នាំហើយប៉ុន្តែខ្ញុំអត់ទាន់មានឱកាសមិនទាន់មានពេលវេលាមកទេប៉ុន្តែថ្ងៃនេះគឺខ្ញុំបានមកដល់ប្រាសាទកោះកេរហើយអ្វីដែលខ្ញុំនឹកស្មានមកដល់នោះនៅទីនេះគឺប្រាសាទច្រើនមែនទែនរាប់រយប្រាសាទតែម្ដងហើយខ្ញុំអាចនឹងគិតថាជាអាណាចក្រមួយដែលរុងរឿងដូចជាអាណាចក្រអង្គរផងដែរហើយនៅទីនេះខ្ញុំមានអារម្មណ៍ថាវាច្រើនវាហួសពីការស្មានហួសពីការគិតរបស់ខ្ញុំណាហើយប្រាសាទមួយគឺធំមែនទែនហើយជាពិសេសនោះគឺគេធ្វើអំពីថ្មបាយក្រៀមហើយមកដល់ទីនេះគឺជាប្រាសាទកោះកេរហើយខាងលើនោះគឺថ្មធម្មតាដែលថ្មដែលរឹងមាំជាន់វិញបងប្អូនគឺមាន7ជាន់ហើយសម្រាប់ចិន្តាគឺមាន4ទិសបាទហើយចិន្តាមាន4ទិសហើយវាស្របជាមួយនឹងនៅប្រាសាទអង្គរធំប្រាសាទអង្គរទូចដែលមានព្រះ4មុខបាទហើយនៅទីនេះអញ្ចឹងខ្ញុំគិតថាការសាងសង់នោះវាមានការប្រតិក់គ្នាបាទដូចជាអត់មានអីឃ្លាតឆ្ងាយពីគ្នាទេអ្នកនរគ្នាពីមួយជំនាន់ទៅមួយជំនាន់មានអារម្មណ៍ថាវាដូចគ្នាការសាងសង់នឹងដូចជាពុំតែមួយអញ្ចឹងណាប្រាសាទកោះកេរនេះគេសាងសង់ឡើងគឺដើម្បីឧទ្ទិសទៅដល់ព្រះវិស្ណុដែលជាព្រះលង្កាបាទដែលស្ម័យមុនហ្នឹងគឺយើងគោរពដូចជាព្រះលង្កព្រះយោនីអញ្ចឹងទៅហើយនេះគឺជាប្រាសាទដែលគេសាងសង់ឡើងដើម្បីឧទ្ទិសទៅដល់ព្រះវិស្ណុនឹងឯងបាទហើយមុនសាសនាព្រះពុទ្ធចូលមកអាណាចក្រនេះបាទហើយដំបូងឡើយគឺជាសាសនាហិណ្ឌូទេបាទប៉ុន្តែវិវត្តមកដល់ពេលនេះគឺយើងកាន់សាសនាព្រះពុទ្ធបាទអូខេសប្បាយចិត្តមែនទែនហើយសង្ឃឹមថាវីដេអូនេះនឹងផ្ញើជូនបងប្អូនអ្នកភូមិអ្នកស្រុកខ្ញុំឬក៏អ្នកខេត្តខ្ញុំហើយនិងអ្នកខេត្តផ្សេងទៀតដែលមិនទាន់មានឱកាសហើយអ្នកទាំងអស់គ្នាអាចមកទស្សនាបានហើយមកលេងបានហើយដើម្បីបំពេញក្តីសម័យហើយក្នុងឆាកជីវិតយើងគឺយើងត្រូវតែឃើញបាទស្នាដៃបុព្វបុរសដូនតាបាទមហាអស្ចារ្យហ្នឹងហើយអរគុណច្រើនចំពោះវីដេអូនេះបាទ